កាលពីព្រេងនាយក្នុងទន្លេមេគង្គកម្ពុជាមានក្រពើមួយក្បាលមានមាឌធំជាសត្វកាចសាហាវតែស៊ីសត្វផ្សេងជាអាហារដោយសារភាពខ្លាំងសាហាវវាធ្វើឲ្យមនុស្សនិងសត្វជាច្រើនខ្លាចរអាប៉ុន្តែថ្ងៃមួយពេលវាហែលទឹកក្បែរមាត់ទន្លេវាបានប្រទះឃើញអ្វីមួយភ្លឺចែងចាំងនៅក្នុងខ្សាច់នោះជាសត្វឲ្យស្ទដ៏ស្រស់ស្អាតមួយក្បាលដេកបើកចំហមាត់ទទួលពន្លឺថ្ងៃក្រពើបានលឹកបូរមាត់របស់វាហើយនិយាយថាអាហារសម្រន់ឆ្ងាញ់សត្វឲ្យស្ទបានឬក៏ខ្សឹបតិចទៅក្រពើថាចូលមកចិត្តមកបងក្រពើដ៏អស្ចារ្យភ្លក់រសជាតិខ្ញុំផ្អែមណាស់ដោយភាពលោភលន់និងចង់ដឹងចង់ឃើញក្រពើបានបើកផ្គាមរបស់វាហើយព្យាយាមខំសត្វឲ្យស្ទប៉ុន្តែឲ្យស្ទទះមាត់ក្រពើហើយខំក្រឡោតវាជាប់ក្រពើលេបក៏មិនរួចខ្ជាក់ក៏មិនរួចក៏ស្រែកឡើងថាជួយផងដោះលែងខ្ញុំទៅប៉ុន្តែសត្វឲ្យស្ទបាននិយាយដោយស្ងប់ស្ងាត់ថាហេតុអ្វីបានជាខ្ញុំត្រូវដោះលែងបងក្រពើធ្ងោដោយការឈឺចាប់ខ្ញុំសុំទោសខ្ញុំខុសហើយឈប់ហ៊ានហើយបងសត្វឲ្យស្ទបើកមាត់យឺតហើយក្រពើទាញមកវិញដោយក្តីអាម៉ាស់និងបន្ទាបខ្លួនជិះចេញទៅចាប់ពីថ្ងៃនោះមកក្រពើចេះគិតកាន់តែច្រើនហើយឲ្យស្ទក៏ក្លាយជាវីរបុរសក្នុងទន្លេគំនិតនៃរឿងនេះគឺថាការលោភលន់ដោយមិនគិតអាចនាំទៅរកក្តីវិនាសនិងបញ្ហាជាច្រើនសូម្បីតែសម្រាប់អ្នកខ្លាំងក៏ដោយពាក្យចាស់ថាសូមគិតមុនគូ